បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែកម្លែកតទៅជាមួយការ clear cookies browser ឬក៏ clear data ហ្នឹងអញ្ចឹងអ្នកនរគ្នាចូលមកកន្លែងចុច3ចុច help ហើយចូល about Google Chrome អូខេចូលលើហ្នឹងមកអញ្ចឹងវានឹងសូឲ្យមកដល់ setting របស់ Chrome ទៅទៅជាមួយការ clear របស់ Chrome អញ្ចឹងអ្នកនរគ្នាអាច search ពាក្យថា data មកកន្លែងនេះវា check update អាចថាឲ្យវា up to date អត់អីទេកន្លែងហ្នឹងចឹងអ្នកនរគ្នាអាច search ពាក្យថា data មកអូខេ search data ដោយសារកុំព្យូទ័រខ្ញុំនឹង slow បន្តិចដោយសារមួយយ៉ាងហ្នឹងខ្ញុំមកខានអត់ទាន់បានត្រឡប់ទៅភ្នំពេញវិញអូខេចុច data នៅកន្លែងនេះsearch party ហ្នឹងអាហ្នឹង search party cookie របស់យើងហ្នឹងចឹងយើងអាចចុចកន្លែងហ្នឹង clear ក៏បានឬក៏អ្នកនរគ្នាចុច data នេះ clear ក៏បានដែរចឹងជាធម្មតាយើងចុចកន្លែង data browser delete browser data ហ្នឹងមកទៅលើ delete browser data ហ្នឹងវាមានច្រើនទាំងអស់មានទាំង cookie មានទាំង history ទាំងអីក្នុងហ្នឹងទាំងអស់ហើយ clear យើងត្រូវ select ទាំងអស់ហើយយើងអាច select យក all time មកគឺយើង clear ទាំងអស់ហ្មងអូខេយើងចូល advanced មួយទៀត advanced វាមានទាំងពីការ download មានទាំងអីទាំងអស់ចឹងណា download history មានទាំង cookie other side មានទាំងpassword មានទាំងអីទៅទាំងអស់យើង select ទាំងអស់មកកន្លែងហ្នឹង take ទាំងអស់អូខេអញ្ចឹងយើង complete កន្លែង row ពី last hour ហ្នឹងមកដល់ all time មកហើយយើងចុច delete data ហ្នឹងមកអូខេតើតើជាមួយ delete data យើងរងចាំដំណើរការ process ឲ្យវាចប់ទៅគឺរួចរាល់ហើយតើតើជាមួយ Chrome យើងអាចបិទ app មួយទៅហើយចាំបើកវិញចឹងតើតើជាមួយការ clear cookie data នេះមានតែប៉ុណ្្នឹងទេបើអ្នកនរគ្នាមានចម្ងល់ឬក៏មានអ្វីបន្ថែមអាចឆាតមក Telegram ខ្ញុំបាននៅ profile link ចឹងអរគុណអ្នកនរគ្នាសូមជួយចុច like ចុច subscribe ដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតពីខ្ញុំបាទវីរៈពុទ្ធីអរគុណ